បើសង្គ្រាមផ្ទុះឡើងម្ដងទៀតកុំឲ្យអាមេរិកលូកដៃតើរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នរណាគឺជាអ្នកឈ្នះខាងក្រោមនេះគឺជាការប្រៀបធៀបកម្លាំងកងទ័ពអាកាសរបស់អ៊ីស្រាអែលនិងអ៊ីរ៉ង់ក្នុងករណីមានសង្គ្រាមជាថ្មីម្ដងទៀតបាននិយាយអំពីអំណាចដែនអាកាសអ៊ីស្រាអែលដឹងតែជាប់ពីងហើយនៅតំបន់មជ្ឈមបូព៌ាដោយសារតែទ័ពអាកាសនៃរដ្ឋស្វីសមួយនេះបំពាក់ទៅដោយយន្តហោះចម្បាំងទំនើបជាពិសេសគឺបិសាចបំបង្កាយ F-35 ដ៏ទំនើបបូករួមទាំងអ្នកបើកបរជំនាញផងទៀតនោះគណៈដែលអ៊ីរ៉ង់ពឹងផ្អែកតែលើយន្តហោះចម្បាំង F-14 ហួសស៊េរីដែលគេសិតតែបោះបង់ចោលបាត់ទៅហើយក៏ប៉ុន្តែសូមកុំភ្លេចថាអ៊ីរ៉ង់មានសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកនិងកំពូលមីស៊ីលដោយខ្លួនឯងបានចាត់ស្ដែងពីត្រូវរបស់អ៊ីរ៉ង់នឹងហើយដែលបង្កប់ជុះភ្លៀងយ៉ាងកក្រើកនៅក្នុងការជួយរុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនហើយកំពូលមីស៊ីលរបស់អ៊ីរ៉ង់ក៏ទំនើបតែធ្វើឲ្យអ៊ីស្រាអែលសោកភ្នែកម្ដងដែរនៅក្នុងសង្គ្រាម12ថ្ងៃនាពេលថ្មីៗនេះទោះបីជាអ៊ីស្រាអែលមានអៃរ៉នដឹមដល់ល្បីល្បាញក៏នៅទប់មិនជាប់ផងនិយាយជាសរុបអ៊ីស្រាអែលមានកំពូលយន្តហោះទំនើប345គ្រឿងរីឯអ៊ីរ៉ង់មានយន្តហោះចម្បាំង312គ្រឿងក៏ប៉ុន្តែភាគច្រើនគឺជាម៉ូដែលចាស់ពីទសវត្សរ៍ឆ្នាំ1970ថ្មីត្បិតចំនួនយន្តហោះចម្បាំងប្រហាក់ប្រហែលគ្នាក៏ប៉ុន្តែបើយកយន្តហោះចម្បាំងជុលនឹងយន្តហោះចម្បាំងអ៊ីរ៉ង់ដឹងតែមិនរួចជាមួយនឹងអ៊ីស្រាអែលដោយសារតែអ៊ីស្រាអែលប្រឡែងតែបិសាចបំបង្កាយ F-35I Aider មកតែប៉ុន្មានគ្រឿងហ្នឹងគឺក៏ឡុកពេញមេឃបាត់ទៅហើយពីព្រោះដំណើរការរបស់វាគឺដូចបិសាចអញ្ចឹងរ៉ាដាស្ទើរតែធ្វើអ្វីមិនកើតទេហើយវាអាចវាយប្រហារចូលយ៉ាងជ្រៅទៅក្នុងទឹកដីសត្រូវទៀតហើយបច្ចុប្បន្នអ៊ីស្រាអែលកំពុងតែប្រតិបត្តិការយន្តហោះទំនើបបំផុតជិត40គ្រឿងដែលផ្ដល់ឲ្យទ័ពអាកាសអ៊ីស្រាអែលនូវសមត្ថភាពដែលអ៊ីរ៉ង់មិនអាចផ្គូផ្គងបានទេចំណែកឯកងទ័ពអាកាសរបស់អ៊ីរ៉ង់អត់មានអ្វីអួតទេសល់តែយន្តហោះអាមេរិកស៊េរីហ៊ូដេលេមុនឆ្នាំ1979ដូចជា F-14 Tomcat និង F-4 Plane ធំហើយគ្មានគ្រឿងបន្លាស់ទៀតដោយសារតែជាប់ទណ្ឌកម្មអាមេរិកច្រើនទសវត្សរ៍មកហើយទោះបីជាយ៉ាងណាក៏ដោយអ៊ីរ៉ង់នៅមានយន្តហោះ MiG-29S និង Su-24 របស់រុស្ស៊ីខ្លះដែរក៏ប៉ុន្តែនៅតែហួសសម័យបើប្រៀបធៀបជាមួយនឹងយន្តហោះទំនើបបំផុតរបស់អ៊ីស្រាអែលនោះថ្មីត្បិតតែយន្តហោះចម្បាំងគ្មានគីឡូជាមួយនឹងអ៊ីស្រាអែលក៏ប៉ុន្តែដើម្បីប៉ះប៉ូវកម្លាំងទ័ពអាកាសដាច់ខ្សោយអ៊ីរ៉ង់បានវិនិយោគយ៉ាងច្រើនទៅលើយន្តហោះគ្មានមនុស្សបើកសាហិត136ដឺក្រេយន្តហោះគ្មានមនុស្សបើកអត្តឃាតអនុញ្ញាតឲ្យអ៊ីរ៉ង់ចេញក្លុកវិញម្ដងលើគោលដៅសត្រូវហើយចំណាយអស់ថោកទៀតនិយាយរឿងដ្រូននរណាមិនល្បីដ្រូនអ៊ីរ៉ង់បង្កប់ជួភ្លៀងនៅអ៊ុយក្រែននោះងាកមកមើលខែលការពារដែនអាកាសវិញអ៊ីស្រាអែលមានបណ្ដាញការពារដែនអាកាសដ៏ក្រាស់ឃ្មឹកបំផុតមួយនៅក្នុងចំណោមជើងខ្លាំងរបស់ពិភពលោកនៅក្នុងនោះមានដូចជា Iron Dome, David Sling និង Aerosol ដែលជាខេត្តពហុស្រទាប់មានប្រសិទ្ធភាពបំផ្លាញវត្ថុគម្រាមកំហែងលើមេឃមុនពេលដែលវាទៅដល់តំបន់ដែលមានប្រជាជនរស់នៅច្រើននោះចំនួនអ៊ីរ៉ង់ពឹងផ្អែកទៅលើប្រព័ន្ធ S300 របស់រុស្ស៊ីនិងប្រព័ន្ធផលិតនៅក្នុងស្រុក Bava 373សម្រាប់ការពារដែនអាកាសប្រព័ន្ធទាំងអស់នេះគឺមានថាមពលខ្លាំងក៏ប៉ុន្តែអ្នកជំនាញនៅតែគិតថាមិនអាចទប់ទល់នឹងបិសាចបំបង្កាយ F-35 របស់អ៊ីស្រាអែលបាននោះឡើយបើនិយាយអំពីមីស៊ីលវិញដោយសារតែដឹងថាទៅមិនរួចជាមួយនឹងកំពូលយន្តហោះចម្បាំងរបស់អ៊ីស្រាអែលអ៊ីរ៉ង់បានខិតខំប្រឹងប្រែងផ្ដោតទៅលើមីស៊ីលផ្លោងទំនើបវិញម្ដងការគិតរបស់អ៊ីរ៉ង់គឺជាការគិតដ៏ត្រឹមត្រូវជាក់ស្ដែងអំឡុងប្រយុទ្ធគ្នា12ថ្ងៃទូឯកដ៏ខ្លាំងក្លាទាំង3ខាងលើរបស់អ៊ីស្រាអែលទីបំផុតនៃស្អាតក្រោមដៃមីស៊ីលលឿនជាសម្លេងរបស់អ៊ីរ៉ង់ក្រោយកញ្ជុលអួតក្អេងក្អាងនៅដើមទីនោះការនោះគុំបានអាមេរិកនិងសម្ព័ន្ធមិត្តសំខាន់ជួយស្ទាក់ចាប់ផងទេកុំអីមិនដឹងយ៉ាងណានោះឡើយនេះគឺជាអ្វីដែលបង្ហាញឲ្យឃើញជាក់ស្ដែងនឹងភ្នែកអំឡុងការប្រយុទ្ធគ្នាពិតប្រាកដនោះចុះបើការប្រយុទ្ធគ្នាម្ដងទៀតផ្ទុះឡើងសួរថាមួយណាគឺជាអ្នកឈ្នះបើកុំឲ្យអាមេរិកលូកដៃនោះគឺមានតែរងចាំមើលជាក់ស្ដែងទៀតតែប៉ុណ្ណោះ